บางทีสุดเลยเนี่ยเราคนนี้กันนี่จูบขณะยามรองที่ไหนจังกันนั้นยังเรียนแต่ตรงตำแหน่งวิชากรภาษาอังกฤษจังอังกฤษหาแต่ English grammar นะ English grammars จัง English grammar คือบอกถ้า grammar นะคือวิชากรนะ English คือภาษาอังกฤษจังกันนั้นยังเรียนแต่ตรงตำแหน่งวิชากรภาษาอังกฤษปะไตเรียนนั่นคือยังเรียนแต่ตัวหนังกาลจะกาลขนมภาษาอังกฤษต้องอ้อมเรียนจำนวน10 ปีป่ะปะไตใจเจงจะใบถมคือกาลปัจจุบันคือ present ให้ที่ปีคือ past ให้ที่ใบคือ future ป่ะจังแบบ present คือมีจำนวนบุญกาลให้past ก็มีบุญกาลได้ให้น้อง future ก็มีบุญกาลอะไรเนี่ยต้องอ้อ10 ปีกาลจังกันนั้นยังเรียนกาลที่มวยได้กาลนั่นคือเรียนแต่ตัวหนึ่ง present simple นะจะ present simple จังในคลาสที่บอกถ้าเรียนพิจารณาด้วยกันเนี่ยเรียนพิจารณาคือบอกถ้าปัจจุบันกาลธรรมดาปะไตตรงนี้อันนี้คือจีชมุกดำนางในขนมวิกรภาษาอังกฤษเตะไปยังบอกตะขมายโดยวิอัตราอย่างก็ได้บ่าจังส่งไปคณีตอนนั้นติอีกเจ้าอะไรนั่นคือวิจัยชมุกจังไปยังบอกตะขมายโดยวิอัตราติดได้ป่ะแต่แล้วยังจับดามศึกษาเอาคณีมองtớiจังที่มวยยังถ้า what is the present simple แต่เอาไว้tới cái chi present simple การ present simple นั่นจังthe present simple is a tense in English we use it to talk about จังการ present simple นั่นคือจีการมวยในขนมภาษาอังกฤษไอ้ we use จังผู้ยังปราการ present simple นั่นคือដើម្បីនិយាយអំពីទីមួយគឺ habit គឺទម្លាប់ហ្នឹងគឺ thing you do all the time or often ចឹងទម្លាប់ហ្នឹងគឺជាអ្វីដែលអ្នកធ្វើគ្រប់ពេលឬក៏ធ្វើជារឿយចឹងថាសកម្មភាពហ្នឹងយើងធ្វើរាល់ថ្ងៃគ្រប់ពេលវេលាអីទាំងអស់បានហើយយើងប្រើ present simple ហ្នឹងឥឡូវយើងមើលឧទាហរណ៍ example I drink coffee every morning I drink coffee every morning ចាំមានថាខ្ញុំផឹកកាហ្វេជារៀងរាល់ព្រឹកចឹងសកម្មភាពហ្នឹងយើងកើតជាទម្លាប់រាល់ថ្ងៃចឹងចូលទៅ present simple ហ្នឹងហើយទី2គឺប្រើចំពោះ facts ហ្នឹងគឺអ្វីដែលជាការពិតដែលមើលអន្តរន័យបន្ថែមគឺ thing that are always true or generally true ចឹងគឺជាអ្វីដែលតែងតែជាការពិតឬការពិតជាទូទៅការពិតជាទូទៅចឹងឥឡូវការពិតនឹងរបៀបម៉េចឥឡូវយើងមើលឧទាហរណ៍example the moon shines at night ចឹងមានន័យថាបច្ចៈហ្នឹងគឺរះនៅពេលយប់ចឹងបច្ចៈហ្នឹងគឺរះនៅពេលយប់ចឹងនៅពេលថ្ងៃវារះហេពេលថ្ងៃគឺវាអត់រះទេចឹងរះតែពេលយប់ចឹង full ហ្នឹងគឺលក្ខណៈត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រហើយវានៅតែកើតចឹងរហូតចឹងណាចឹងយើងចូល fact ហ្នឹងហើយហើយទី3គឺចូល routine នេះគឺមានន័យថា what happen regularly មានថាអ្វីដែលកើតឡើងជាទៀងទាត់មានន័យថាដូចសកម្មភាពយើងធ្វើដដែលចឹងណាហើយដឹងតែទៀងដល់ម៉ោងយើងទៅធ្វើសកម្មភាពបែបហ្នឹងចឹងណាបាទចឹងឧទាហរណ៍ he goes to work at
9 a.m. ចឹង he goes to work at 9 a.m. ចឹងគាត់ទៅធ្វើការហ្នឹងគឺនៅម៉ោង9ព្រឹកបាទចឹងសកម្មភាពហ្នឹងគឺកើតឡើងជាទៀងទាត់គាត់ទៅធ្វើការឲ្យទៅដល់ម៉ោងហ្នឹងគាត់ទៅធ្វើការចឹងហ្នឹងគេហៅ routine ហ្នឹងហើយបាទទី2គឺប្រើទី4នេះគឺប្រើចំពោះ feelings or states ចឹងពាក្យទាំងពីរហ្នឹងគឺបកថាអារម្មណ៍ដូចគ្នាបាទតែអត្ថន័យបន្ថែមគឺ things like love hate or no ចឹងគឺជាអ្វីដូចជាការស្រឡាញ់ស្អប់ឬក៏ដឹងឥឡូវឧទាហរណ៍ example she likes chocolates she likes chocolate ចឹងបើថានាងចូលចិត្តញ៉ាំសូកូឡាចឹងចំពោះពាក្យ love ពាក្យ hate ហើយពាក្យ no នេះគេប្រើជាមួយ present simple ហ្នឹងហើយឥឡូវយើងតទៅទៀតតើតើទៅនឹងទម្រង់ប្រយោគ structure ហ្នឹងគឺទម្រង់ប្រយោគ present simple ហ្នឹងចឹងទី1គឺទម្រង់ positive sentences គឺទម្រង់ប្រយោគវិជ្ជមាននិងប្រយោគស្របណាបាទចឹងរូបមន្ត formulas រូបមន្តគឺ subject បូក verb បូក s or es for he she it ចឹងយើងប្រើទម្រង់រូបមន្តហ្នឹងគឺប្រធានបូកនឹងកិរិយាសព្ទហ្នឹងជួនកាលយើងទៅថែម s ឬក៏ es នៅពេលដែលយើងប្រើជាមួយ he she it បាទឥឡូវយើងមើលឧទាហរណ៍ I walk to school ចឹងខ្ញុំដើរទៅសាលារៀនចឹងកន្លែងនេះ walk នេះយើងប្រើជាមួយ I ចឹងគឺយើងអត់ថែមអីទេឡើយហ្នឹងបាទទី2 you read books ចឹងអ្នកអានសៀវភៅចឹងយើងប្រើ read តនេះយើងមានថែមអីដែរព្រោះយើងប្រើជាមួយ you he walked to school ចឹងគាត់ដើរទៅសាលារៀនចឹង walk ឡើយនេះគឺយើងត្រូវថែម s ព្រោះយើងប្រើជាមួយ he បាទហើយតទៅទៀត she reads books ចឹងកាលនេះតនេះយើងត្រូវថែម s ព្រោះយើងប្រើមួយ she it rains a lot គឺថាបេតហ្នឹងគឺភ្លៀងខ្លាំងណាស់បាទឬក៏ភ្លៀងច្រើនណាស់ក៏បានបាទហើយ rain ឡើងនេះយើងថែម s ដោយសារយើងប្រើជាមួយ it បាទប្រធាន it តទៅទៀត they eat lunch ពួកគេញ៉ាំអាហារថ្ងៃត្រង់បាទអញ្ចឹង it នេះយើងមានថែមអីទេដោយសារយើងប្រើជាមួយ they បាទហើយ special rule add es instead of just s when the verb ends in s sh ch x or z ចឹងនេះជាច្បាប់ពិសេសណា special rule ហើយយើងប្រើត្រឹមត្រូវអញ្ចឹងណា special rule គឺច្បាប់ពិសេសចឹងពេលដែលយើងបន្ថែម es ជំនួស s ចឹងនៅត្រង់ហ្នឹងគេនិយាយយើងថែមតែ es ទេបាទចឹងយើងថែម es ហ្នឹងគឺនៅពេលដែលកិរិយាសព្ទហ្នឹងបញ្ចប់ដោយអក្សរ s sh ch x ហើយនឹង z ចឹងឲ្យតែយើងឃើញពីកិរិយាសព្ទដែលបញ្ចប់ដោយពាក្យទាំងហ្នឹងគឺយើងថែម es បាទឥឡូវយើងមើលឧទាហរណ៍ he watches TV ចឹងគាត់មើលទូរទស្សន៍បាទចឹង watch នេះគឺបញ្ចប់ដោយ ch ហើយយើងប្រើជាមួយ he យើងត្រូវថែម es ថងនេះមួយទៀតបាទហើយទី2 she brushes her teeth ជម្រាបថានាងដុសធ្មេញរបស់នាងចឹងbrush តងនេះគឺបញ្ចប់ដោយ sh ចឹងយើងបន្ថែម es ហើយដោយសារយើងប្រើមួយ she បាទ
តទៅទៀតទី3គឺ it passes the house it passes the house បើថាវាជិះហួសផ្ទះបាត់ហើយបាទចឹង pass ឡើយនេះគេបកថាហួសណាបាទចឹង pass ឡើយនេះគឺបញ្ចប់ដោយ ws ចឹងយើងថែម es បន្ថែមទៀតពោះបញ្ចប់ដោយ ws ហ្នឹងណាយើងប្រើមួយ it ហ្នឹងចឹងយើងបញ្ចប់ការប្រើប្រាស់ជាមួយកិរិយាសព្ទនឹងមិញហើយឥឡូវយើងបន្តទៅ negative sentences គឺប្រយោគបដិសេធបាទចឹងប្រយោគបដិសេធគឺរូបមន្តគឺ formula គឺ subject បូក do ឬក៏ does បូក not បូក base verb អញ្ចឹងមានន័យថារូបមន្តគឺប្រធានបូក do និងបូក does ហើយបូក not នឹងមកហើយកិរិយាសព្ទដើម base verb ហ្នឹងគឺកិរិយាសព្ទដើមចឹងកិរិយាសព្ទឡើយនេះគឺយើងអត់មានថែមអីទេបាទឥឡូវយើងមើលចំណុចបញ្ជាក់បន្ថែមចឹងយើង use do with I you we they ចឹងយើងប្រើ do នឹងជាមួយ I you ហើយនិង we they ប្រធានណាហើយយើងប្រើ does វិញគឺ with he she it គឺប្រធានជាមួយ he ហើយ she និង it ហើយ not ពាក្យ not ហ្នឹងគឺដើម្បី make it negative not ហ្នឹងគឺបូកបន្ថែមគឺដើម្បីបង្កើតទៅជាប្រយោគអវិជ្ជមានឬក៏ប្រយោគបដិសេធហើយ base form base verb គឺកិរិយាសព្ទដើមចឹង base verb ហ្នឹងគឺមានន័យថា the verb without s or es example play not plays ចឹងមានន័យថាកិរិយាសព្ទដើមហ្នឹងគឺយើងអត់មានថែម s ឬក៏ es ហើយឥឡូវយើងមើលថតដូច play ចឹងពេលដែលយើងសេទម្រង់ភាសាទៅដាក់ play មកតែយើងពាក្យ play ហ្នឹងគឺយើងថែមអីទាំងអស់បាទឥឡូវយើងមើលឧទាហរណ៍ examples I don't play tennis ចឹងមានន័យថាខ្ញុំមិនលេងកីឡា tennis ទេtennis នេះមានន័យថាមួយទៀតកីឡាវាយកូនបាល់ហើយយើងអាចសេកាត់បានដែរពាក្យ do not នេះគឺទៅជា don't វិញអញ្ចឹង I don't play tennis អញ្ចឹងតទៅទៀត you don't like rain យើងសេកាត់ you do not like rain អញ្ចឹងសេកាត់មក you don't like rain ហើយតទៅទៀត he does not play tennis he doesn't play tennis ចឹងហើយឥឡូវយើងសង្កល់ត្រង់នេះកិរិយាសព្ទ play នេះគឺយើងអត់ថែមអីទេនៅពេលដែលយើងប្រើជាប្រយោគបដិសេធវិញណាបាទតទៅទៀត she does not like rains she does not like rain ទៅជា she doesn't like rain ចឹងយើងអត់ចូលចិត្តភ្លៀងទេចឹង like ត្រង់នេះគឺអត់មានថែមអីទេបាទតទៅទៀត it does not snow here it doesn't snow here ជំថាវាមិនធ្លាក់ព្រិលនៅទីនេះទេចឹង snow ឡើយនេះយើងអត់ថែមអីដែរព្រោះយើងប្រើប្រធានជាមួយ it ហើយតទៅទៀត we do not run fast ដល់តម្រងខ្លី we don't run fast ចាំថាពួកយើងរត់មិនលឿនទេ we don't run fast they do not eat meat ចឹងមកតម្រងខ្លីជាងមុន they don't eat meat បាទចឹងមានន័យថាពួកគេមិនញ៉ាំសាច់ទេចឹង eat នេះគឺយើងអត់ថែមអីទេព្រោះយើងប្រើជាមួយ they តែយើងត្រូវចាំគឺនៅប្រយោគបដិសេធគឺកិរិយាសព្ទគ្រប់ប្រធានទាំងអស់គឺយើងអត់ថែមអីទេប៉ុន្តែបើយើងប្រើមួយ he she it គឺយើងប្រើជាមួយ does នឹងមកបានហើយខ្លីគឺមានប៉ុណ្ណឹងហើយឥឡូវយើងបន្តទៅទម្រង់ប្រយោគសំណួរអញ្ចឹងសំណួរហ្នឹងគឺរូបមន្ត formula ហ្នឹងគឺ
dương dụ đủ rồi cả das đã mà một vén bộ đằng bát thiên này bộ đằng cái nhà sắp đào đằng màu đã bị dụ dùng nổ nè question mark hay dương pra thì bị chạy lần mình tán chẳng dương pra đủ cho mùi IUV đây nắng hay dương pra das nó cứ pra cho mùi he she it hay đặc biệt là dương chlai xâm đồ màu vén cái bị dẫn như pra yes no hay bộ đằng đủ rồi cả das trả lời dương bộ đó example do I need pants do I need a pen តើខ្ញុំត្រូវការទិញប៊ីយ៉ុនណា do I need a pen ចឹងដល់ពេលដែលយើងឆ្លើយមកវិញ yes you do ឬក៏ no you don't ចឹងថាយើងឆ្លើយវិញថាបានចឹងឯងទិញទៅឬក៏ទេឯងមិនបាច់ទិញទេបាទចឹង do này យើងប្រើជាមួយប្រធាន I បាទតើបងកិរិយាសព្ទហើយនឹង pen ហ្នឹងគឺជាកម្មបទគឺ do you live here do you live here តើអ្នករស់នៅទីនេះមែនទេចឹងយើងឆ្លើយវិញ yes I do no I don't ចឹងពេលដែលយើងឆ្លើយថាខ្ញុំរស់នៅទីនេះ yes I do ដល់ខ្ញុំមិនមែនខ្ញុំអត់នៅនឹងទេអញ្ចឹង no I don't ឆ្លើយមកវិញចឹងមកហើយទី3 does he needs a pen គាត់ត្រូវការប៊ិចដែរទេចឹងយើងឆ្លើយ yes he does no he doesn't បាទចឹងគាត់ត្រូវការប៊ិចទេគាត់អត់ត្រូវការប៊ិចទេទៀត does she live here does she live here ចឹងលៀងរស់នៅទីនេះមែនទេ yes she does no she doesn't ចឹងយើងឆ្លើយមកវិញបែបហ្នឹងទៅរៀងលឿនបន្តិចកន្លែងនេះយើងអាចយល់បានច្រើនព្រោះរៀងដដែលអញ្ចឹងណាតែនេះនិយាយសេប្រាប់ពីប្រធានទាំងអស់ចឹងដល់កន្លែងនេះយើង does it rain a lot តើដល់ហ្នឹងវាភ្លៀងខ្លាំងអត់ឬក៏ភ្លៀងច្រើនអត់យើងឆ្លើយវិញ yes it does បានតែកញ្ចាយទៅវាភ្លៀងច្រើនហើយទៀត no it doesn't ទេវាមិនភ្លៀងច្រើនទេចឹងយើងឆ្លើយទៀត do we go to school តើពួកយើងទៅសាលាដែរទេចឹងឆ្លើយ yes we do ពួកយើងទៅ no we don't ទេយើងអត់ទៅរៀនទេអត់ទៅសាលាទេ do they like dogs តើពួកគេចូលចិត្តឆ្កែដែរទេ yes they do ហើយបដិសេធវិញ no they don't បាទចុះឥឡូវយើងបញ្ចប់ទម្រង់ប្រយោគសំណួរហ្នឹងហើយគឺយើងចូលលក្ខណៈពិសេសបន្ថែមគឺគេហៅថា spelling rule គឺច្បាប់នៃការ spell ណា spelling គឺការប្រកបជាការប្រកបចំពោះ s ឬក៏ es ចុង when the subject is he she it add s or es to the verb here house ចឹងទៅពេលប្រធានហ្នឹងគឺយើងប្រើជាមួយ he she ឬក៏ it យើងថែម s ឬក៏ es ទៅលើកិរិយាសព្ទ here's how នេះគឺជារបៀបប្រើប្រាស់ចឹងយើង add s នេះគឺពាក្យច្រើនពាក្យកិរិយាសព្ទដែលយើងប្រើ s ហ្នឹងគឺពាក្យច្រើនគឺមានច្រើនជាងគេបាទ to the most verb មិនថាយើងថែម s ហ្នឹងពាក្យច្រើនជាមួយកិរិយាសព្ទនឹងច្រើនបាទឥឡូវយើងមើលឧទាហរណ៍ដូច he runs fast ចឹង he runs fast ចឹងគាត់រត់លឿនចឹងដែរនេះយើងថែម s ទៅទេហើយតទៅទៀត she eats apples ចឹងនាងញ៉ាំផ្លែប៉ោមចឹងកន្លែង in នេះគឺយើងថែមតែ s ទេតទៅទៀត add es if the verb end in
S S S A C A X or Z ចឹងយើងថែម ES ហ្នឹងចំពោះកិរិយាសព្ទណាដែលបញ្ចប់ដោយពាក្យ S S A C A X ហើយនិង Z ចឹងដូចខ្ញុំបញ្យល់ពីមុនមកមិញហើយចឹងកន្លែងហ្នឹងយើងអ្នកនរគ្នាអាចយល់បន្ថែមបានចឹងឥឡូវខ្ញុំឧទាហរណ៍ទៅគាត់ដឹងទៅគឺកន្លែង he watch movie នេះចឹងដូរទៅជា watches ហើយ brush នេះគឺកិរិយាសព្ទដើម brush ចឹងយើងថែម ES មកហើយកន្លែងនេះ it fix the problem ចឹងវាជួសជុលបញ្ហាបានចឹងកន្លែង fix នេះគឺយើងបញ្ចប់ដោយអក្សរ X ចឹងយើងថែម ES មកបានហើយហើយទី3នេះគឺ change y to IES change y គឺថាយើងផ្លាស់ប្ដូរអក្សរ y ទៅIES វិញប្រសិនបើកិរិយាសព្ទនេះគឺបញ្ចប់ដោយព្យញ្ជនៈចឹងបើព្យញ្ជនៈយើងមានន័យថានៅមុខអក្សរ y ហ្នឹងជាព្យញ្ជនៈយើងដូរ y ហ្នឹងទៅជា IES វិញបាទចឹងឥឡូវយើងមើលឧទាហរណ៍ទៅ he study English ចឹងគាត់រៀនភាសាអង់គ្លេសចឹងកន្លែង study នេះគឺកិរិយាសព្ទដើមនេះគឺ study នេះបាទចឹងពីមុខ y ហ្នឹងគឺជាព្យញ្ជនៈអក្សរ D ហ្នឹងព្យញ្ជនៈចឹងយើងដូរមក studies គឺថែម IES ហ្នឹងមកតទៅទៀត she cry a lot ចឹងនាងយំខ្លាំងណាស់ហើយចឹងកន្លែង cry នេះកិរិយាសព្ទដើម cry បាទចឹងនៅវាមុខអក្សរ y ហ្នឹងគឺជាអក្សរ R ចឹង R គឺជាព្យញ្ជនៈចឹងយើងលុប y នឹងចោលយើងថែម IES នឹងមកទីទៀត just add s if the verb end in vowel plus y ចឹងយើង just add s ជំនឿថាគ្រាន់តែបន្ថែមអក្សរ s ប្រសិនបើកិរិយាសព្ទបញ្ចប់ទៅជាព្យញ្ជនៈបូកអក្សរ y ចឹងមានថានៅមុខពីមុខអក្សរ y ហ្នឹងជាព្យញ្ជនៈចឹងយើងថែមតែអក្សរ s មួយទៅបានហើយចឹង he plays games ចឹងគាត់លេង game ចឹងត្រង់នេះ play មុខអក្សរ y ជាស្រៈចឹងយើងថែមតែ s មកបានហើយទាំងអស់នេះគឺភាគច្រើនយើងប្រើជាមួយកិរិយាសព្ទ he she it ហ្នឹងបាទចំណុចបន្ថែមគឺមានប៉ុណ្្នឹងទេដឹងភាគច្រើននៅពេលយើងធ្វើលំហាត់គឺប្រើ spelling rule ហ្នឹងហើយបាទគឺរបៀបផ្លាស់ប្ដូរ es ទៅថែម s ថែម es ហ្នឹងបាទហើយទី4គឺ charm word with present simple ចឹងពាក្យបញ្ជាក់ពីពេលវេលាហើយគេប្រើជាមួយនឹង present simple ហ្នឹង These words show habit or routines ចឹងពាក្យទាំងអស់នេះគឺបង្ហាញពីសកម្មភាពជាទម្លាប់ហើយនិងសកម្មភាពដែលធ្វើជាទៀងទាត់ហ្នឹងពាក្យទាំងអស់ហ្នឹងមានដូចជាមានពាក្យ every day every morning always usually often sometime never ចឹង every day គឺពាក្យបន្តជារៀងរាល់ថ្ងៃជារៀងរាល់ព្រឹកតែងតែជាធម្មតាជារឿយពេលខ្លះមិនដែលបាទចឹងឲ្យតែយើងឃើញពាក្យទាំងអស់នេះយើងសម្គាល់បានថាជា present simple ហើយចឹងពេលដែលយើងធ្វើលំហាត់ធ្វើ exercise ចឹងណាចឹងឃើញពាក្យហ្នឹងយើងដឹងជាការ present simple លេងឧទាហរណ៍ទៅ I always drink water ចឹងតែខ្ញុំតែងតែផឹកទឹក She never eats candy ចឹងនាងមិនដែលញ៉ាំស្ករគ្រាប់ទេ They go to park every weekend ចឹងពួកគេទៅលេងសួនច្បារហ្នឹងជារៀងរាល់ចុងសប្តាហ៍ចឹងពេលដែលយើងឃើញពាក្យ always ហើយពាក្យ never ពាក្យ every នេះយើងដឹងជាការ present simple ហ្នឹងហើយនេះជាទី5នេះការ practice exercise គឺលំហាត់អនុវត្តបាទចឹងអនុវត្តបានយើងចេះណាបាទ
ចឹងពេលដែលយើងរៀនពីមុនមកពេលដែលយើងយល់ពេលដែលយើងទៅធ្វើលំហាត់នេះធ្វើត្រឹមត្រូវអាហ្នឹងគឺយើងចេះពេលរៀនហ្នឹងហើយចឹង try this right correct form of the verb in brackets ចឹងឥឡូវយើងព្យាយាមធ្វើលំហាត់ទាំងអស់នេះសាកមើល write the correct form ចឹងសេឲ្យត្រូវតម្រង់កិរិយាសព្ទដែលនៅក្នុងbracket គឺក្នុងវងកញ្ចក់ហ្នឹងចឹងទី1ហ្នឹងគឺ she walk to the store every day ចឹងនាងដើរទៅហាងទិញអីវ៉ាន់ហ្នឹងជារៀងរាល់ថ្ងៃចឹងកន្លែងហ្នឹងអ្នកនរគ្នាពេញមកយើងធ្វើធ្វើមិន comment ខាងក្រោមវីដេអូណាបាទទី2នេះ they not like cold weather ចឹងពួកគេមិនថាមិនចូលចិត្តអាកាសធាតុត្រជាក់ទេទី3កន្លែងនេះយើងពេញដល់មិនដែរដំបូងនេះហើយ he plays soccer ហើយយើងឆ្លើយក្លែងមកវិញឆ្លើយបែបមិនដែរទី4 it rain a lot in spring ចឹងថាមេឃភ្លៀងច្រើននៅរដូវស្លឹកឈើជ្រុះហ្នឹងទី5គឺ we not watch TV in the morning ចឹងលំហាត់នេះទាំងអស់គឺមាន5ហ្នឹងចឹងបើអ្នកទាំងគ្នាយល់មេរៀនហ្នឹងហើយណាអាច comment ចម្លើយនៅខាងក្រោមវីដេអូនេះដើម្បីចង់ដឹងថាអ្នកគ្នាអាចចេះមេរៀនហ្នឹងឬក៏ធ្វើបានត្រឹមត្រូវដែរអត់អញ្ចឹងណាបាទចឹងវីដេអូនេះខ្ញុំបង្ហាញជូនអ្នកទាំងគ្នានៅមេរៀន present simple នេះមានប៉ុណ្ណឹងបាទចឹងសូមជម្រាបលាអ្នកគ្នាបាទ